สุดได้ประยมิตรต่างออกគ្នាជួបគ្នាយប់នេះរឿងថ្មីមួយដែលបានពីប្រិយមិត្តយ៉ាងឈ្មោះបញ្ញាដែលបានផ្ដល់សាច់រឿងមក admin ដែលបានកើតមាននៅក្នុងភូមិរបស់នាងផ្ទាល់តើបងប្អូនជឿលើសំណែនពេឬពេដែលគេសែនតាមផ្លូវបំបែកដែរទេសូមជួយចុច like share comment ម្នាក់មួយសម្រាប់ការលើកទឹកចិត្ត admin ផងតោះមកស្ដាប់សាច់រឿងទាំងអស់គ្នាសំណែនពេឬបាយសម្លពេគឺជាពិធីបូជាយ៉ាងមួយបែបដែលមានឫសគល់យ៉ាងជ្រៅជ្រះនៅក្នុងជំនឿបុរាណរបស់ខ្មែរជាពិសេសទាក់ទងនឹងការជឿទុកចិត្តលើអត្ថិភាពនៃវិញ្ញាណខ្មោចព្រាយពិសាចដែលរស់នៅជុំវិញខ្លួនពិធីនេះមិនមែនជាការគោរពបូជាព្រះអាទិទេពឬអ្នកតាទេប៉ុន្តែជាការលួងលោមនិងការចែករំលែកដល់វិញ្ញាណអនាថាទាំងឡាយដែលគេជឿថាអាចបង្កគ្រោះភ័យឬរំខានដល់ជីវិតរស់នៅរបស់មនុស្សគោលបំណងចម្បងនៃការធ្វើសំណែនពេគឺដើម្បីអំដោះគ្រោះចង្រៃឬឧបទ្ទវហេតុអរូបិយនានាដែលអាចកើតចេញពីការយាយីរបស់វិញ្ញាណទាំងនោះវាជាទង្វើនៃការបង្ហាញក្តីមេត្តាធម៌និងការគោរពចំពោះអត្ថិភាពដែលមិនឃើញដោយសង្ឃឹមថានឹងទទួលបាននូវសេចក្តីសុខសាន្តត្រឡប់មកវិញការរៀបចំសំណែនពេត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ននិងតាមលំអិតនៃទំនៀមទម្លាប់អាហារដែលគេយកទៅដាក់ថ្វាយជាទូទៅមានបាយសនិងសម្លឬម្ហូបសាមញ្ញមួយចំនួនទៀតដែលជាអាហារប្រចាំថ្ងៃរបស់មនុស្សជួនកាលក៏មានដាក់នំចំណីឬផ្លែឈើខ្លះៗដែរចំណុចសំខាន់គឺការរៀបចំទាំងនេះត្រូវធ្វើឡើងដោយភាពស្អាតបាតនិងស្ងៀមស្ងាត់ទីតាំងសម្រាប់ដាក់សំណែនពេគឺមានសារៈសំខាន់ណាស់ភាគច្រើនគេជ្រើសរើសទីតាំងនៅតាមផ្លូវបំបែកផ្លូវកែងទីសាធារណៈដែលស្ងាត់ជ្រងំចុងភូមិឬកន្លែងណាមួយដែលគេជឿថាជាទីចម្រោកឬជាផ្លូវឆ្លងកាត់របស់វិញ្ញាណការជ្រើសរើសទីតាំងទាំងនេះគឺផ្អែកលើជំនឿថាវិញ្ញាណអនាថាទាំងឡាយច្រើនតែវិវល់នៅតាមទីកន្លែងដាច់ស្រយាលឬទីប្រសព្វទាំងនេះដែលងាយស្រួលនឹងទទួលយកសំណែនដែលបានឧទ្ទិសឲ្យអ្នកធ្វើពិធីនេះអាចជាសមាជិកគ្រួសារផ្ទាល់ឬជួនកាលក៏អាចជាអ្នកមានជំនាញខាងអរូបិយដូចជាអាចារ្យអ្នកស្រុកឬគ្រូទីដែលយល់ដឹងពីរបៀបធ្វើពិធីឲ្យបានត្រឹមត្រូវផលវិបាកដែលរំពឹងទុកពីការធ្វើសំណែនពេគឺការដកចេញនូវគ្រោះចង្រៃការធូរស្បើយពីជំងឺចម្លែកការការពារពីឧបទ្ទវហេតុផ្សេងៗឬការស្ដារឡើងវិញនូវសេចក្តីសុខសាន្តក្នុងគ្រួសារសំណែនពេត្រូវបានគេមើលឃើញថាជាទង្វើមួយដែលបង្ហាញពីការទទួលស្គាល់និងការគោរពចំពោះវិញ្ញាណទាំងនោះដោយមិនចង់បង្កជម្លោះឬរំខាននៅក្នុងសង្គមខ្មែរជំនឿលើសំណែនពេនៅតែបន្តស្ថិតស្ថេររហូតមកដល់បច្ចុប្បន្នទោះបីជាមានការវិវត្តនៃសង្គមនិងការយល់ដឹងបែបវិទ្យាសាស្ត្រក៏ដោយវាត្រូវបានចាត់ទុកជាផ្នែកមួយនៃប្រព័ន្ធជំនឿនិងវប្បធម៌ដែលបានបន្សល់ទុកពីដូនតាដែលឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្ននិងការស្វែងរកសន្តិភាពរវាងមនុស្សនិងពិភពអរូបីដូច្នេះសំណែនពេមិនត្រឹមតែជាពិធីមួយប៉ុណ្ណោះទេប៉ុន្តែក៏ជាមរតកវប្បធម៌មួយដែលបង្ហាញពីទស្សនៈរបស់មនុស្សចំពោះពិភពលោកទាំងពីររូបីនិងអរូបីនិងបំណងប្រាថ្នាចង់រស់នៅដោយសុខសាន្តប្រាសចាកពីការយាយទីទាំងឡាយទោះជាយ៉ាងណាជំនឿដ៏ស៊ីជម្រៅនេះក៏បានឆ្លងកាត់នូវឧបទ្ទហេតុជាច្រើនដែលបានពង្រឹងនូវការជឿជាក់នៅអ្នកស្រុកតាមការរៀបរាប់នៃអ្នកស្រុកម្នាក់នៅក្នុងភូមិដាច់ស្រយាលមួយបានឲ្យដឹងថាមានរឿងរ៉ាវមួយបានកើតឡើងកាលពីប្រហែលឆ្នាំមុនដែលជាការរំលឹកដ៏រន្ធត់មួយអំពីផលវិបាកនៃការមិនគោរពពិធីសំណែនពេនៅពេលនោះមានក្មេងប្រុសស្រីមួយក្រុមមានគ្នាប្រមាណ6ទៅ7នាក់បានទៅបោះតង់លេងកម្សាន្តនៅឯចំការមួយកន្លែងដែលស្ថិតនៅចុងភូមិដែលជាទីតាំងមួយក្នុងចំណោមទីតាំងដែលគេតែងតែយកសំណែនពេទៅដាក់ថ្វាយវិញ្ញាណក្នុងពេលកំពុងលេងដោយមិនបានប្រុងប្រយ័ត្នពួកគេបានដើរជន់ចំសំណែនពេដែលគេបានរៀបចំទុកថ្វាយដោយមិនត្រឹមតែជន់ប្រឡាក់ជើងប៉ុណ្ណោះទេថែមទាំងមានអ្នកខ្លះបានទាត់ផ្ដេសផ្ដាស់ចោលដោយចេតនាទៀតផងលុះដល់ពេលយប់ជ្រៅក្មេងម្នាក់ក្នុងចំណោមពួកគេត្រូវបានព្រាយចូលអាការៈរបស់កុមាររូបនោះបានផ្លាស់ប្ដូរទាំងស្រុងដោយមានការនិយាយស្ដីមិនច្បាស់លាស់ធ្វើការយវិការប្លែកៗនិងបង្ហាញនូវអាកប្បកិរិយាដែលមិនមែនជាខ្លួនឯងដែលធ្វើឲ្យអ្នកនៅជុំវិញភ័យខ្លាចយ៉ាងខ្លាំងហើយត្រូវស្វែងរកជំនួយពីអាចារ្យដើម្បីបណ្ដេញវិញ្ញាណចេញករណីនេះបានក្លាយជារឿងដំណាលតៗគ្នាដែលជាការបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការគោរពចំពោះពិភពអរូបិយនិងផលអាក្រក់ដែលអាចកើតមានឡើងប្រសិនបើគេបំពានលើទំនៀមទម្លាប់សំណែនពេដោយការមើលងាយនៅពេលដែលក្មេងប្រុសម្នាក់ក្នុងចំណោមពួកគេត្រូវបានវិញ្ញាណចូលកុមារារូបនោះបានស្រែកយ៉ាងខ្លាំងៗដោយពាក្យពេចន៍ចម្លែករួចក៏ស្រែកថាអញខឹងព្រមទាំងរត់សម្ដៅចូលទៅក្នុងគុម្ពរិស័យយ៉ាងលឿនដោយមិនដឹងខ្លួនការរត់យ៉ាងបាបរនេះបានធ្វើឲ្យរូបគេទទួលរងរបួសធ្ងន់ដោយសារតែត្រូវម៉ែរិស័យមុតឆ្កួតពេញខ្លួនប្រាណនិងមានស្នាមជាមផ្សេងៗហេតុការណ៍ដ៏រន្ធត់នេះ
បានបង្កឲ្យមានការផិតភ័យយ៉ាងខ្លាំងដល់កុមារដទៃទៀតដែលបានរត់បាត់ជើងសពព្រាតត្រឡប់ទៅភូមិវិញដើម្បីប្រាប់ដំណឹងដល់មាតាបិតានិងឯស្រុកដំណឹងនេះបានរីកសុសសាយពេញភូមិយ៉ាងឆាប់រហ័សហើយអ្នកស្រុកជាច្រើនបានប្រញាប់ប្រញាល់ទៅកាន់ទីកន្លែងកើតហេតុដោយមានការភ័យខ្លាចលាយឡំជាមួយនឹងជំនឿដ៏រឹងមាំក្រោយពីបានទៅដល់កុមារាដែលត្រូវព្រាយចូលនោះត្រូវបានគេនាំខ្លួនចេញពីគុំរិស័យទាំងគម្រោលរួចក៏ចាប់ផ្ដើមស្វែងរកជំនួយពីលោកអាចារ្យប្រចាំភូមិជាបន្ទាន់លោកអាចារ្យបានធ្វើពិធីបណ្ដេញវិញ្ញាណនិងព្យាបាលរបួសរាងកាយរបស់កុមារារូបនោះស្របពេលជាមួយគ្នានោះដែរក៏បានណែនាំឲ្យគ្រួសារធ្វើសំណែនពេលឡើងវិញដើម្បីសុំខមាទោសចំពោះវិញ្ញាណដែលរងការបំពានឧបតិហេតុដ៏រន្ធត់នេះបានបន្សល់ទុកនូវស្លាកស្នាមមិនអាចបំភ្លេចបានចំពោះអ្នកស្រុកទាំងអស់ដោយបានពង្រឹងនៃការជឿជាក់កាន់តែខ្លាំងឡើងទៅលើអត្ថិភាពនៃវិញ្ញាណនិងសារៈសំខាន់នៃការគោរពបូជាសំណែនពេលឲ្យបានត្រឹមត្រូវជៀសវាងការមើលងាយឬបំពានដោយចេតនាដែលអាចនាំមកនូវគ្រោះថ្នាក់ដល់ជីវិតរឿងរ៉ាវមួយទៀតដែលបានកើតឡើងនៅក្នុងភូមិដដែលនេះក៏បានបន្សល់ទុកនូវការភ័យខ្លាចនិងជាការរំលឹកមួយដ៏សំខាន់អំពីការមិនគោរពសំណែនពេលផងដែរកាលពីពេលមួយមានកុមារាជាកូនប្រុសរបស់មីងណាដែលតែងតែទៅខ្វាគោនៅឯវាលស្រែឬចំការក្បែរព្រៃជិតមាត់បឹងថ្ងៃមួយក្នុងពេលដែលរូបគេកំពុងតែដើររកស្មៅឲ្យគោស៊ីនោះក៏បានប្រទះឃើញសំណែនពេលមួយកន្លែងដែលទើបទៅរៀបចំថ្មីនៅក្រោមដើមឈើធំមួយក្បែរផ្លូវបែកដែលគេជឿថាជាកន្លែងដែលវិញ្ញាណតែងតែឆ្លងកាត់សំណែនពេលនោះមានបាយសមួយចាននិងទឹកផ្លែឈើមួយកែវតូចដែលមើលទៅគួរឲ្យចង់ពិសាដោយសារកុមារារូបនោះមានអារម្មណ៍ស្រេកឃ្លាននិងស្រេកទឹករួមទាំងគិតថាជាអាហារដែលគេទុកចោលក៏បានសម្រេចចិត្តទៅយកទឹកផ្លែឈើនោះមកផឹកអស់មួយកែវហើយបាយខ្លះក៏បានស៊ីដែរដោយមិនបានគិតដល់ថាជាសំណែនរបស់វិញ្ញាណឡើយលុះដល់ពេលល្ងាចរូបគេក៏ត្រឡប់មកផ្ទះវិញដោយសពដងប៉ុន្តែនៅពេលយប់ជ្រៅកុមារារូបនោះបានចាប់ដើមត្អូញត្អែថាឈឺពោះយ៉ាងខ្លាំងរហូតដល់ទ្រាំលែងបានក៏បានស្រែកយំយ៉ាងខ្លាំងដោយការឈឺចាប់អ្វីដែលកាន់តែបង្កើនការភ័យខ្លាចនោះគឺរូបគេបានស្រែកឡើងដោយសំឡេងប្លែកៗលាយឡំជាមួយនឹងពាក្យថាហ៊ានស៊ីរបស់អញហ៊ានស៊ីរបស់អញម្ដងហើយម្ដងទៀតមីងណានិងក្រុមគ្រួសារបានភ័យស្លន់ស្លាយយ៉ាងខ្លាំងដោយដឹងថាហេតុការណ៍នេះប្រកាសជាជាប់ពាក់ព័ន្ធនឹងរឿងអរូបិយជាមិនខានអ្នកភូមិដែលនៅជិតខាងក៏បានឮសូរសំឡេងស្រែកនោះក៏នាំគ្នាប្រញាប់ប្រញាល់មកមើលក្រោយពីបានពិភាក្សាគ្នាពួកគេក៏សម្រេចចិត្តទៅរកលោកអាចារ្យឲ្យមកជួយបណ្ដេញវិញ្ញាណនិងធ្វើពិធីសុំខមាទោសជាបន្ទាន់លោកអាចារ្យបានប្រាប់ថាវិញ្ញាណដែលថែរក្សាសំណែនពេលនោះបានចូលមកយាយីដោយសារតែកុមារាបានបំពានលើអាហាររបស់គេឧបតិហេតុនេះបានក្លាយជាមេរៀនមួយទៀតសម្រាប់អ្នកភូមិទាំងអស់អំពីសារៈសំខាន់នៃការយល់ដឹងនិងការគោរពដល់ទំនៀមទម្លាប់សំណែនពេលព្រោះការមើលងាយឬបំពានដោយចេតនាឬអចេតនាអាចនាំមកនូវផលវិបាកដែលមិននឹកស្មានដល់ដោយភាពភ័យស្លន់ស្លោនិងការឈឺចាប់របស់កុមាររូបនោះកាន់តែខ្លាំងឡើងមីងណានិងក្រុមគ្រួសារក៏បានប្រញាប់ប្រញាល់នាំរូបគេទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតនៅមន្ទីរពេទ្យក្រុមគ្រូពេទ្យបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ទៅលើស្ថានភាពរបស់កុមារាប៉ុន្តែពុំបានរកឃើញនៅជំងឺជាក់លាក់ណាមួយដែលជាមូលហេតុនៃការឈឺចាប់ខ្លាំងបែបនេះឡើយក្រៅពីការសន្និដ្ឋានថាប្រហែលជាបណ្ដាលមកពីអាហារដែលមិនស្អាតថ្នាំពេទ្យនិងការចាក់ថ្នាំជាច្រើនត្រូវបានផ្ដល់ឲ្យប៉ុន្តែកុមារីរូបនោះនៅតែបន្តឈឺចាប់និងស្រែកយំមិនឈប់ឈរដដែលស្ថានភាពរបស់គេមិនបានធូរស្បើយសោះឡើយតែធ្វើឲ្យក្រុមគ្រួសារកាន់តែអស់សង្ឃឹមនិងជឿជាក់ថានេះមិនមែនជាជំងឺធម្មតាឡើយជាមួយនឹងការបរាជ័យនៃការព្យាបាលតាមបែបវិទ្យាសាស្ត្រក្រុមគ្រួសារក៏បានសម្រេចចាត់នាំកុមារីរូបនោះត្រឡប់មកផ្ទះវិញដោយគិតថាបញ្ហានេះប្រកាសជាទាក់ទងនឹងរឿងអរូបិយដោយដែលអ្នកស្រុកសង្ស័យមែនភ្លាមនោះលោកអាចារ្យប្រចាំភូមិក៏ត្រូវបានអញ្ជើញឲ្យមកជួយលោកអាចារ្យបានធ្វើពិធីសុំខមាទោសយ៉ាងអាណិតអាសូរចំពោះវិញ្ញាណដែលរងការបំពានរួចក៏បានរៀបចំសំណែនពេលថ្មីមួយទៀតដោយប្រុងប្រយ័ត្ននិងដាក់ថ្វាយនៅកន្លែងដែលកុមារាបានបំពានកាលពីមុនអ្វីដែលគួរឲ្យភ័យខ្លាចនោះគឺត្រឹមតែមួយជើងធូបបានឆេះអស់កុមារីរូបនោះក៏បានធូរស្បើយពីការឈឺចាប់យ៉ាងឆាប់រហ័សហើយបានដេកលក់យ៉ាងស្កប់ស្កល់វិញហេតុការណ៍ដ៏អស្ចារ្យនេះបានក្លាយជាភស្តុតាងមួយទៀតដែលបញ្ជាក់យ៉ាងច្បាស់អំពីអំណាចនៃពិធីសំណែនពេលនិងសារៈសំខាន់នៃការគោរពចំពោះពិភពអរូបិយដែលមិនអាចពន្យល់បានដោយវិទ្យាសាស្ត្ររឿងរ៉ាវដ៏រន្ធត់និងអត្ថកម្បាំងមួយទៀតដែលបានកើតឡើងនៅក្នុងភូមិដដែលនេះក៏
បានពង្រឹងនៅជំនឿនៃអ្នកស្រុកអំពីអធិភាពនៃវិញ្ញាណនិងសារៈសំខាន់នៃសំណានពេផងដែរពូសុកដែលជាអ្នករត់រមាក់ឈូងជាប្រចាំបានជួបប្រទះនៅហេតុការណ៍ចម្លែកមួយកាលពីពេលល្ងាចស្រាងៗខណៈពេលដែលគាត់កំពុងតែដឹកឈូងត្រឡប់មកពីព្រៃវិញផ្លូវដែលគាត់ឆ្លងកាត់នោះគឺជាទីតាំងមួយដែលអ្នកស្រុកតែងតែយកសំណានពេទៅដាក់ថ្វាយនៅត្រង់ផ្លូវបំបីដើម្បីលួងលោមវិញ្ញាណអនាថានៅពេលនោះគាត់បានឃើញផ្ទាល់នឹងភ្នែកនៅរូបរាងខ្មោចស្ទង់សក់វែងធ្លាក់បិទមុខកំពុងអង្គុយត្រង់កន្លែងដាក់សំណានពេនោះហើយធ្វើដូចជាកំពុងតែបរិភោគអ្វីមួយយ៉ាងស្ងៀមស្ងាត់ដោយសារតែពូសុកជាមនុស្សចិត្តខ្លាំងនិងធ្លាប់ឆ្លងកាត់រឿងរ៉ាវចម្លែកជាច្រើនផងនោះគាត់ក៏បានសម្រេចចិត្តបន្ថយល្បឿនរមាក់ហើយព្យាយាមសម្លឹងមើលឲ្យបានច្បាស់លុះពេលគាត់ទៅចិត្តក៏ស្រាប់តែរូបរាងខ្មោចនោះបានរលាបាត់ទៅដោយគ្មានសល់ហិនតិចទុកត្រឹមភាពស្ងប់ស្ងាត់និងសំណានពេដែលនៅសល់តែបាយសក់បាក់កណ្ដាលចាននិងទឹកមួយកែវតូចដែលមើលទៅហាក់ដូចជាមាននរណាម្នាក់បានផឹកអស់ខ្លះទៅហើយហេតុការណ៍នេះបានធ្វើឲ្យពូសុកព្រួយរោមយ៉ាងខ្លាំងប៉ុន្តែវ៉ាក៏ជាផុសតង់តាំងមួយទៀតសម្រាប់គាត់ថែវិញ្ញាណពិតជាមានមែនហើយពួកវ៉ាក៏ពិតជាមកទទួលយកសំណានដែលគេឧទ្ទិសឲ្យផងដែររឿងរ៉ាវរបស់ពូសុកបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងភូមិដែលបានរំលឹកដល់អ្នកស្រុកទាំងអស់ឲ្យបន្តគោរពនិងប្រុងប្រយ័ត្នចំពោះពិភពអរូបីរឿងរ៉ាវមួយទៀតបានបន្តឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការគោរពសំណានពេដែលបានកើតឡើងចំពោះក្មេងស្រីម្នាក់ក្នុងភូមិដដែលនេះកាលពីពេលមួយក្មេងស្រីម្នាក់មានឈ្មោះថាស្រីពៅបានទៅរកត្រីជាមួយឪពុករបស់នាងនៅតាមវាលស្រែនិងមាត់បឹងក្បែរព្រៃពេលដែលអ្នកទាំងពីរកំពុងដើរត្រឡប់មកវិញក៏បានឆ្លងកាត់ផ្លូវបំបែកមួយដែលជាទីតាំងដ៏ស័ក្តិសិទ្ធិសម្រាប់អ្នកស្រុកឧទ្ទិសសំណានពេដល់វិញ្ញាណអនាថានៅទីនោះស្រីពៅបានប្រទះឃើញសំណានពេមួយកន្លែងដែលមានដាក់បាយសទឹកនិងស្ករគ្រាប់មួយចំនួនដោយមើលឃើញស្ករគ្រាប់គួរឲ្យចង់ពិសាហើយគិតថាជាចំណីដែលគេទុកចោលស្រីពៅក៏បានលូកដៃទៅយកស្ករគ្រាប់មួយដុំមកហូបដែលមិនបានគិតពិចារណាអ្វីទាំងអស់ឪពុករបស់នាងក៏មិនបានចាប់អារម្មណ៍តនៅពេលនោះដែរលុះដល់ពេលជប់ជ្រៅស្រីពៅបានចាប់ផ្ដើមត្អូញត្អែថាឈឺជើងយ៉ាងខ្លាំងហាក់ដូចជាមានអ្វីមួយយ៉ាងកំពុងតែចាក់លើទៀងមិនយូរប៉ុន្មានការឈឺចាប់ក៏រាលដាលដល់ពោះរហូតដល់នាងស្រែកធ្ងន់ថាឈឺពោះស្ទើរបែកគ្រាប់lênបានឪពុករបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានសាកសួរទៅនាងនៅមូលហេតុស្រីពៅដែលកំពុងតែឈឺចាប់ក៏បានប្រាប់ឪពុកនាងអំពីការយកស្ករគ្រាប់ពីសំណានពេមកហូបភ្លាមនោះឪពុករបស់ស្រីពៅក៏បានដឹងថាបញ្ហានេះប្រកាសជាបណ្ដាលមកពីការបំពានលើសំណានពេជាមិនខានដោយមិនបងអងយូរលោកក៏បានបីកូនស្រីទៅកាន់វត្តដែលនៅជិតបំផុតដើម្បីសុំជំនួយពីលោកគ្រូអាចារ្យឬលោកតាអាចារ្យប្រចាំវត្តលោកតាអាចារ្យបានធ្វើពិធីបណ្ដេញចង្រៃនិងសុំខមាទោសជំនួសឲ្យក្មេងស្រីនោះចំពោះវិញ្ញាណដែលរងការបំពានអ្វីដែលគួរឲ្យអស្ចារ្យនោះគឺក្រោយពីលោកតាអាចារ្យបានធ្វើពិធីរួចស្រីពៅក៏បានធូរស្បើយពីការឈឺចាប់បន្តិចម្ដងហើយស្ថានភាពរបស់នាងក៏បានប្រសើរឡើងវិញជាបន្តបន្ទាប់ហេតុការណ៍នេះបានក្លាយជាសក្ខីភាពមួយទៀតដែលបង្ហាញថាការបំពានលើសំណានពេទោះជាដោយអចេតនាក៏ដោយក៏អាចនាំមកនូវផលវិបាកធ្ងន់ធ្ងរដែរហើយមានតែការគោរពនិងការយល់ដឹងពីទំនៀមទម្លាប់ប៉ុណ្ណោះទើបអាចជៀសវាងគ្រោះថ្នាក់ទាំងឡាយបានរឿងកៅមួយទៀតដែលបានបន្តឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការមិនប្រមាថមើលងាយលើសំណានពេបានកើតឡើងទៅលើបុរសវ័យក្មេងម្នាក់ឈ្មោះវណ្ណៈដែលជាកូនប្រុសរបស់មីងទូចនៅក្នុងភូមិដដែលនេះវណ្ណៈជាបុរសម្នាក់ដែលមានការអប់រំខ្ពស់និងមានគំនិតបែបសម័យទំនើបដោយច្រើនតែមិនសូវជឿជាក់លើរឿងអបិយជំនឿបុរាណប៉ុន្មានឡើយថ្ងៃមួយពេលដែលវណ្ណៈកំពុងតែជិះម៉ូតូត្រឡប់មកពីធ្វើការវិញគាត់បានឆ្លងកាត់ផ្លូវបំបែកមួយដែលអ្នកស្រុកតែងតែយកសំណានពេទៅដាក់ថ្វាយនៅទីនោះគាត់បានឃើញសំណានពេមួយដែលទើបនឹងដាក់ថ្មីនៅចំកណ្ដាលផ្លូវបន្តិចដែលមើលទៅហាក់ដូចជារំខានដល់ការធ្វើដំណើររបស់គាត់ដោយសារតែគំនិតដែលមិនជឿលើរឿងទាំងនេះវណ្ណៈក៏បានញៀករេម៉ូតូជៀសផុតពីសំណាននោះហើយបានទាត់សំណានពេនោះបណ្ដាច់ទៅដោយចេតនារួចក៏បន្តដំណើរទៅមុខដោយចិត្តរឹងរូសគិតថារឿងទាំងនេះគ្មានការពិតឡើយប៉ុន្តែចាប់ពីយប់នោះមកវណ្ណៈបានចាប់ផ្ដើមជួបប្រទះនៅហេតុការណ៍ចម្លែកជាបន្តបន្ទាប់ដំបូងឡើយរូបគេតែងតែយល់សម្បត្តិអាក្រក់ជាញឹកញាប់ដោយឃើញរូបរាងខ្មោចព្រាយបិសាចតាមយាយីយូរទៅក៏ចាប់ផ្ដើមមានការឈឺក្បាលជាប្រចាំនិងអស់កម្លាំងលះហិតលះហើយដោយគ្មានមូលហេតុមិនតែប៉ុណ្ណោះម៉ូតូរបស់វណ្ណៈក៏ចាប់ផ្ដើមខូចជាញឹកញាប់រហូតដល់ថ្ងៃមួយគាត់ជួបគ្រោះថ្នាក់ដួលម៉ូតូដោយឯកឯងបណ្ដាលឲ្យរងរបួសបែកសាច់បែកឈាមមីងទូចជាម្ដាយបានសង្កេតឃើញពីការផ្លាស់ប្ដូរទាំងនេះក៏មានការព្រួយបារម្ភយ៉ាងខ្លាំងគាត់បានសាកសួរវណ្ណៈយ៉ាងម៉ឺងម៉ាត់រហូតតតែវណ្ណៈបានសារភាពអំពីទង្វើដែលគាត់បានធ្វើចំពោះសំណានព្រៃកាលពីថ្ងៃនោះដោយមានការភ័យខ្លាចនិងព្រួយបារម្ភមីងទូចក៏បានប្រញាប់ប្រញាល់នាំវណ្ណៈទៅជួបលោកអាចារ្យប្រចាំភូមិដើម្បីសុំការប្រឹក្សានិងរកដំណោះស្រាយលោកអាចារ្យបានប្រាប់ថាវិញ្ញាណដែលថែរក្សាសំណានព្រៃនោះបានខឹងសម្បាយ៉ាងខ្លាំងហើយបានតាមយាយីវណ្ណៈដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ
លោកអាចារ្យបានណែនាំឲ្យវណ្ណៈធ្វើពិធីសុំខមាទោសជាបន្ទាន់និងរៀបចំសំណានពេលថ្មីមួយទៀតដោយប្រញាប់បំផុតទោះបីជាវណ្ណៈនៅតែមានការងឿងឆ្ងល់ខ្លះក៏ដោយក៏គាត់បានស្ដាប់តាមដំបូន្មានលោកអាចារ្យហើយបានធ្វើពិធីនោះតាមការណែនាំគួរឲ្យភ្ញាក់អាលបន្ទាប់ពីធ្វើពិធីរួចហើយការអាក្រក់ទាំងអស់ក៏បានរលាយបាត់អស់ហើយវណ្ណៈក៏បានធូរស្រាលនិងមានសុខភាពល្អធម្មតាឡើងវិញឧបតិហេតុនេះបានបន្សល់ទុកនូវមេរៀនដ៏ច្រាលជ្រៅសម្រាប់វណ្ណៈនិងអ្នកស្រុកទាំងអស់អំពីសារៈសំខាន់នៃការគោរពចំពោះពិភពអរូបិយានិងការមិនមើលងាយលើជំនឿបុរាណដែលជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌និងប្រព័ន្ធជំនឿរបស់ដូនតាវាជាការរំលឹកថាទោះបីជាយើងមានការយល់ដឹងបែបពិជាសាស្ត្រយ៉ាងណាក៏ដោយក៏យើងមិនគួរប្រមាថឬមើលងាយលើអបិយជំនឿឡើយព្រោះផលវិបាកដែលកើតឡើងអាចលើសពីការស្មាន